Ok,នេះជាទូរស័ព្ទ Samsung Galaxy F4 បន្ទាប់ពីទូរស័ព្ទនេះបានរៃផ្លាស់រួចឬក៏បុក program រួចវាចេញត្រឹមតែ logo វាដូចជាអត់ទៅណាមកណីសោះដូចបងប្អូនបានឃើញហើយគឺវាចេញឥឡូវចាំមើលបន្តិចមកវាចេញទៅត្រឹមប៉ុណ្ណឹងទោះបីទុកប្រហែលនាទីក៏នៅតែប៉ុណ្ណឹងវាអត់ព្រមទៅមុខទៀតអាហ្នឹងបន្ទាប់ពីយើងបុក program រួចគឺវាចេញអញ្ចឹងឥឡូវយើងត្រូវដោះស្រាយវាយ៉ាងម៉េចបើសិនជារាយវាទៀតគឺវានៅតែអញ្ចឹងដដែលរាយចប់គឺវានៅចេញតែអញ្ចឹងដដែលអញ្ចឹងដើម្បីដោះស្រាយបញ្ហាហ្នឹងកុំឲ្យវាមានឬក៏ថាដើម្បីដោះស្រាយទូរស័ព្ទហ្នឹងឲ្យវាដំណើរការដូចធម្មតាវិញកាលណាបើសិនជាបងប្អូនបានរាយទូរស័ព្ទប្រភេទ Samsung Galaxy F4 ប្រភេទហ្នឹងពេលបងប្អូនបានបុក program រួចហើយស្រាប់តែបើកទៅវាចេញទៅត្រឹមហ្នឹងទោះបីទុកប្រហែលនាទីក៏ដោយនៅតែប៉ុណ្្នឹងដដែលអញ្ចឹងដើម្បីដោះស្រាយវាគឺមានតែវិធីមួយទេគឺយើងត្រូវធ្វើ hard reset ទៅលើម៉ាស៊ីនទូរស័ព្ទប្រភេទហ្នឹងដើម្បីឲ្យវាដំណើរការជាធម្មតាវិញអញ្ចឹងដើម្បីធ្វើ hard reset យើងត្រូវដោះថ្មចេញបាទហើយទូរស័ព្ទនេះមកសម្លឹងមើលទៅគឺសរសេរថាប្រភេទ model វាគឺ SHV E330L ទូរស័ព្ទនេះជា Samsung Galaxy F4 របស់កូរ៉េទេអញ្ចឹងពេលដោះថ្មចេញហើយយើងដាក់ថ្មចូលវិញបន្ទាប់មកយើងចុច volume បូកហើយនឹងប៊ូតុង home ព្រមទាំងប៊ូតុង power រួមគ្នាក្នុងពេលតែមួយដើម្បីធ្វើ hard reset ឬហៅថា factory reset នោះយើងចុចឲ្យជាប់ទៅយើងចុច volume បូកហើយនឹងប៊ូតុង home ហើយនឹងប៊ូតុង power រួមគ្នាប៊ូតុង3នេះចុចឲ្យជាប់រួមគ្នាប៊ូតុង3តែម្ដងបាទចុចជាប់ស្កត់វាជាប់ពេលដែលវាចេញចឹងហើយយើងលេងយើងបលែងដៃចេញទុកឲ្យវាដើរបន្តិចទៅពេលដែលវាចេញដូចអញ្ចឹងយើងត្រូវចុច volume ដកដើម្បីនឹងកាល់វាចុះក្រោមឬកាល់វាមកដល់ត្រង់ចំណុចពាក្យមួយដែលគេសរសេរថា white data/factory reset មកដល់កន្លែងហ្នឹងហើយយើងចុចឲ្យប៊ូតុង power ប៊ូតុងភ្លើងហ្នឹងចុចអាហ្នឹងដើម្បី confirm វាចុចទៅដើម្បី confirm វាហើយវាសួរយើងទៀតដើម្បីឲ្យយើងរើសអញ្ចឹងយើងគ្រាន់តែចុច volume ដកហ្នឹងទាញវាមកក្រោមមកដល់ចំណុចមួយដែលគេសរសេរថា yes delete all user data ដល់កន្លែងហ្នឹងយើងចុចប៊ូតុង power ម្ដងទៀតដើម្បី confirm ពេលបងប្អូនចុចកន្លែងហ្នឹងទូរស័ព្ទហ្នឹងវានឹងធ្វើការ format ឬក៏វា delete user ផ្សេងអស់ឲ្យអស់តែម្ដងដើម្បីធ្វើការ reset ឬក៏សម្អាតពេលវាសម្អាតរួចហើយអូខេអាហ្នឹងរួចហើយវានឹងចេញmenu ទៀតឲ្យយើងរើសនេះmenu នេះអញ្ចឹងយើងត្រូវរើសយកពាក្យថា reboot system now បើសិនវានៅកន្លែងហ្នឹងហើយបងប្អូនគ្រាន់តែចុចប៊ូតុង power ដើម្បី confirm ក៏យើងចុចប៊ូតុង power ទៅទូរស័ព្ទហ្នឹងវានឹងធ្វើការ reboot បានន័យថាវាបិទហើយវាបើកសារថ្មីវិញហើយបងប្អូនគ្រាន់តែធ្វើការនៅចាំវាបន្តិចទៅវាប្រកាសជាដើរវិញហើយអាហ្នឹងចំពោះប្រភេទទូរស័ព្ទហើយ Samsung Galaxy F4 ពេលដែលយើងបុក program រួចគឺវានៅគាំងត្រឹមតែ logo អញ្ចឹងដើម្បីដោះស្រាយវាយើងត្រូវធ្វើ hard reset ដូចតែខ្ញុំបានធ្វើប្រាប់បងប្អូនមិញអញ្ចឹងហើយពេលធ្វើចប់ទៅម៉ាស៊ីននឹង restart ដែរអញ្ចឹងបងប្អូនអត់បាច់ធ្វើអីទេគ្រាន់តែនៅចាំវាបន្តិចទៅវាអាច1នាទីឬ2នាទីទៅអញ្ចឹងទូរស័ព្ទហ្នឹងវានឹងដំណើរការឡើងវិញធម្មតាអូខេឥឡូវយើងនៅចាំវាបន្តិចទៅអូខេឥឡូវវា restart មកវិញហើយយើងជ្រើសរើសភាសាដើម្បីបញ្ចប់ហើយយើងចុចយកភាសាអង់គ្លេសមកទៅពាក្យភាសាអង់គ្លេសហើយបន្ទាប់មកទៀតយើងចុចពាក្យថា next ទៀតទៅអូខេ next កន្លែងនេះវាសួរយើងថា do you want to reboot now ឥឡូវយើងអត់ចង់ reboot ទៀតទេយើងចុចយកពាក្យថា cancel ចុចកន្លែងនេះមកពាក្យ cancel
ហើយយើងចុចពាក្យ next ទៀតហើយកន្លែងនេះយើង text យើងចុច text ឡើងនេះមកហើយចុចពាក្យ next តទៅទៀតចុចពាក្យ skip កន្លែងនេះវាសួរយើងថា do you have Google account សួរយើងថាមាន account Gmail នៅអញ្ចឹងយើងអត់ចង់ដាក់ទេយើងចុចពាក្យ no សិនទៅហើយយើងចុចពាក្យថា not now ហើយយើងចុច next ទៀតហើយនេះចុចសញ្ញាព្រួយទៅមុខអូខេចាំមានតិចទៅហើយយើងចុចពាក្យ skip ទៀតយើងចុចពាក្យ skip ទៀតទៅអូខេចុច next ទៀត finish confirm ហើយចុចពាក្យ delete skip អូខេ now your phone is clean ឥឡូវនេះទូរស័ព្ទហ្នឹងគឺវាស្អាតហើយហើយអាចដំណើរការបាន 100% មុនហ្នឹងមិញគឺវាអត់ចេញទេវាចេញត្រឹមតែ logo វាអត់ទៅណាមកណីទេអាហ្នឹងបន្ទាប់ពីយើងបានហើយ write ផ្លាស់ឬក៏បុក program រួចទូរស័ព្ទ pen នេះភាគច្រើនគឺវាចេញត្រឹមតែ logo វាអត់ទៅទៀតទេអញ្ចឹងវាទាមទារឲ្យយើងធ្វើការ reset ឬក៏ hard reset សិនទើបអាចដំណើរការបានអញ្ចឹងដោយទូរស័ព្ទនេះអញ្ចឹងពេលយើងធ្វើ hard reset រួចវាចេញធម្មតាហើយដំណើរការធម្មតាអូខេអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះ